បាទសូមអរគុណលោកđứcខ្ញុំចាប់អារម្មណ៍ពាក្យបរិយាបន្នឡើយនេះមិញមានបងប្អូនមួយចំនួនលើកឡើងតាក់ទងជាមួយនឹង GDP របស់ប្រទេសកម្ពុជារបស់យើងឬក៏ GDP per capita ដែលចែកជាមធ្យមពាក្យទៅក្នុងម្នាក់អាចរកបានថា1000ទៅ2000ដុល្លារទៅប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងមិនអាចដល់កម្រិតប៉ុណ្ណឹងទេតើលោកបណ្ឌិតអាចបកស្រាយបានទេថាតើហេតុអ្វីបានលទ្ធផលវាចេញបែបហ្នឹងបាទសូមជឿលោកបណ្ឌិតបាទសូមអរគុណតកតងទៅនឹងGDP per capita ឬដែលយើងហៅថាផលិតផលក្នុងស្រុកសរុបក្នុងម្នាក់នេះយើងគិតជាមធ្យមបាទគិតជាមធ្យមហើយនៅរង្វង់2000បាទក្នុងរង្វង់2000ប៉ុន្តែជាក់ស្ដែងបងប្អូនយើងមួយចំនួនអាចមិនទាន់មានចំណូលបាន2000នេះក្នុងមួយឆ្នាំក្នុងអត្ថន័យនៃសំណួរគឺចង់ផ្ដោតលើចំណុចនេះបាទជាការពិតពីព្រោះយើងបានប្រើពាក្យថាជាមធ្យមបាទយើងបានប្រើពាក្យថាជាមធ្យមដូច្នេះមានន័យថាមានអ្នកដែលខ្ពស់ជាង2000និងមានអ្នកដែលក្រោម2000បាទមានអ្នកដែលក្រោម2000ហ្នឹងយើងទទួលស្គាល់ជាការពិតអញ្ចឹងយើងក៏ត្រូវទទួលស្គាល់ដែរថាផលិតផលក្នុងស្រុកសរុបក្នុងម្នាក់ក្នុងរង្វង់2000នេះមានបងប្អូនដែលបានក្រោមនិងបងប្អូនដែលបានលើបាទកន្លែងនេះក៏ជាបញ្ហាមួយដែលយើងចង់លើកអំពីបរិយាបន្នសេដ្ឋកិច្ចដែរដែលមានន័យថាត្រូវខិតខំតាមពិតរដ្ឋាភិបាលបានខិតខំនិងមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ហើយកន្លងមកខ្ញុំឧទាហរណ៍ថាការវិបត្តិ COVID បានអនុម័តនៅកញ្ចប់ថវិកាដើម្បីជួយដល់ជនដែលងាយរងគ្រោះអាចថាតាមវិស័យ$30 $40ក្នុងមួយខែបាទដែលប្រើប្រាស់នៅកញ្ចប់ថវិកាជាតិប៉ុន្តែមិនមានរាប់ទាំងអស់គ្នាទេសម្រាប់តែបងប្អូនដែលជាជនងាយរងគ្រោះឬបើខាងផ្នែកសៀមរាបវិញបងប្អូនដែលជាមគ្គុទ្ទេសក៍ទេសចរបាទដែលគាត់បាត់បង់ការងារជាច្រើននោះទទួលបានការជួយឧបត្ថម្ភទុនពីរដ្ឋាភិបាលបាទអញ្ចឹងតាក់ទងទៅនឹងពាក្យថាបរិយាបន្ននេះមានន័យថាដែលខ្ញុំបានលើកឡើងថាជាការទទួលផលពីផ្លែផ្កានៃសេដ្ឋកិច្ចនៃការរីកចម្រើននៃសេដ្ឋកិច្ចក្នុងនេះដើម្បីកាត់គម្លាតបាទដើម្បីកាត់បន្ថយគម្លាតរវាងអ្នកដែលបានក្រមមធ្យមភាគហើយនិងអ្នកលើមធ្យមភាគបើនៅក្នុងវិស័យការងាររដ្ឋាភិបាលគួរបន្តពង្រឹងក៏ដូចជាពង្រីកវិសារភាពនៃគោលនយោបាយប្រាក់ឈ្នួលអបបរមាបាទដែលកន្លងមកយើងឃើញថាមាននៅក្នុងវិស័យខ្លះហើយប្រាក់ឈ្នួលអបបរមាពិសេសនៅក្នុងវិស័យវិជ្ជាភ័ណ្ឌកាត់ដេរបាទប៉ុន្តែបើតាមការស្វែងយល់និងស្រាវជ្រាវរបស់ខ្ញុំកន្លងមកយើងពុំទាន់មានបាទយើងមានការគិតគូរប៉ុន្តែមិនទាន់មានការកំណត់យ៉ាងច្បាស់លាស់អំពីប្រាក់ឈ្នួលអបបរមាសម្រាប់គ្រប់វិស័យទេបើទោះបីជាវិស័យមួយមានប្រាក់ឈ្នួលអបបរមាមិនដូចគ្នាក៏ពិតមែនបាទក៏ប៉ុន្តែគោលនយោបាយនៃប្រាក់ឈ្នួលអបបរមានេះវាពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយគម្លាតអញ្ចឹងសួរថាតើអ្វីទៅជាប្រាក់ឈ្នួលអបបរមាប្រាក់ឈ្នួលអបបរមានេះរដ្ឋាភិបាលក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ចគិតគូរយកចិត្តទុកដាក់ដើម្បីរកឲ្យឃើញថាតើចំណូលក្នុងមួយថ្ងៃប៉ុន្មានឬក៏ក្នុងមួយម៉ោងប៉ុន្មានទើបអាចឲ្យប្រជាជនរស់នៅបានដោយសមរម្យប្រកបដោយសេចក្តីថ្លៃថ្នូរបាទពីព្រោះអាប្រាក់ឈ្នួលអបបរមានេះយើងគណនាឧទាហរណ៍ទៅលើការចំណាយទៅលើថ្លៃអាហារការចំណាយទៅលើការធ្វើដំណើរមធ្យោបាយធ្វើដំណើរការចំណាយទៅលើសម្លៀកបំពាក់ការចំណាយទៅលើធានាសុខភាពក៏ដូចជាថវិកាមួយចំនួនសម្រាប់លំហែកំសាន្តផងដែរបាទអញ្ចឹងរដ្ឋាភិបាលឬអ្នកសេដ្ឋកិច្ចកំណត់នៅអបបរមាមួយសម្រាប់ផ្ដល់ជូនពួកគាត់នោះមានន័យថាអ្នកដែលក្របំផុតអាចរស់នៅបានដោយសមរម្យនិងថ្លៃថ្នូរបាទអញ្ចឹងដរាបណាដែលយើងអត់បានកំណត់មានន័យថាអ្នកដែលខ្ពស់ផុតដូចមុននេះអញ្ចឹងយើងថាជាមធ្យម2000ប៉ុន្តែបងប្អូនយើងខ្លះអត់បានឬក៏លោករហូតដល់លើកឡើងថាចេះតែថាហ្មងបាទមួយខែរោមបាន100ផងហើយអ្នកនៅជនបទឬនៅម្ដុំភ្នំរបស់ខ្ញុំធ្លាប់ទៅលេងនៅភ្នំដែរខ្ញុំចូលចិត្តទេសភាពបែបព្រៃភ្នំហើយក៏ទៅលេងបងប្អូននៅតាមមូលដ្ឋានបាទហើយ
ស្ដាប់ពីពួកគាត់ហើយក្នុងនាមយើងជាអ្នកនៅក្នុងវិស័យសេដ្ឋកិច្ចហើយឬក៏ជាគ្រូសេដ្ឋកិច្ចក៏ដោយជាអ្នកជំនាញសេដ្ឋកិច្ចក៏ដោយបាទក្រៅពីការសិក្សាពីគោលនយោបាយក្រៅពីស្វែងយល់ពីទិន្នន័យទាំងអស់នោះខ្ញុំចុះមូលដ្ឋានខ្ញុំទៅលេងពួកគាត់ខ្ញុំញ៉ាំអីជាមួយពួកគាត់យើងស្ដាប់ពីពួកគាត់ត្រឡប់មកវិញអញ្ចឹង$100ឬក៏មិនបាន$100ហើយអត់មានអត់ទេទៀតអត់ទេបាទគាត់បានអត់ទេទេថ្ងៃខ្លះក៏បានថ្ងៃខ្លះក៏អត់ខ្ញុំលើកមួយជ្រុងនៅប្លុកដែលខ្ញុំតែងទៅបាទដោយសារខ្ញុំជីកស្រះមួយបាទដើម្បីអង្គុយលេងកំសាន្តអីទៅបងប្អូនគាត់មកហើយអញ្ចឹងថ្ងៃខ្លះគាត់មានការងារធ្វើទៅរើសស្វាយចន្ទីទៅថ្ងៃខ្លះគាត់ទៅដកដំឡូងទៅអីទៅហើយវាអត់បានពេញមួយខែអត់បានពេញមួយឆ្នាំទៀតបាទនេះហើយទៅជាបញ្ហាដែលបងប្អូនយើងមួយចំនួនលោកលើកឡើងនឹងតាមពិតវាជាការពិតបាទហើយអញ្ចឹងជាមធ្យមយើងថាមួយឆ្នាំ2000តែមានបងប្អូនយើងខ្លះបាទដែលគាត់ស្ថិតនៅក្នុងជំនាញកម្រិតខ្ពស់ហ្នឹងគាត់អាចបានមួយខែដល់$2000គាត់អាចបានដល់មួយខែបាន$2000ហើយមិនបាច់មួយឆ្នាំទេបាទអញ្ចឹងទេនេះជាកម្លាតមួយហើយកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរតាមពិតមិនជាភាពក្រីក្រពេកទេប៉ុន្តែវាជាវិសមភាពសង្គមបាទវិសមភាពសង្គមរវាងអ្នកដែលបានចំណូលទាបហើយនិងអ្នកដែលបានចំណូលខ្ពស់មានគម្លាតឆ្ងាយគ្នាបាទគម្លាតឆ្ងាយគ្នាដែលធ្វើឲ្យយើងមើលឃើញទៅលើផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងម្នាក់ក្នុងមួយឆ្នាំឃើញថាហាក់ដូចជាមិនមែនបាទតែតាមពិតទាំងនេះជាទិន្នន័យពិតជាក់ស្ដែងពីស្ថាប័នជាតិអន្តរជាតិហើយយើងគណនាជាមធ្យមបាទគណនាជាមធ្យមក៏បងប្អូនយើងមួយចំនួនលោកអត់ទាន់បានទេបាទសូមអរគុណបាទ